Chẳng lầm hạt tị buôn mà dưỡng set mà đỏ rực bay lực pi bột mùi lực pi y ok chẳng a bỏ dưỡng mà đỏ rực bay lực pi bay mà mùi lực pi mấy nè mà chẳng tam rùa món e mà rực cái này a cái bột bay cái mà rực cái này đỏ rực bay lực pi cái bột mùi lực pi cái nè mà chẳng dương khơi nạc cô là vitamin này son cu chẳng vì tranh vitamin nè mà chẳng dương cất máu rực bay cái bạn bay bà pi cái bốn bà khả năng đôi cái này đá mùi cái mùi bà pi cái buồn nè OK អញ្ចឹងភាគបែកដូចគ្នាយើងបូកទៅភាគយកមក3បូក1 4មក4នៅលើ4ស្មើ1មែនទេចេញពីរឹសក៏បាន1ដែរអូខេអញ្ចឹងសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូឃ្លីបថ្មីណាបាទអញ្ចឹងថ្ងៃនេះយើងសិក្សាទៅលើ module នៃចំនួន complex ណាបាទអញ្ចឹងនៅផ្នែកនេះយើងសិក្សាពីរចំណុចណាបាទចំណុចទី1យើងត្រូវសិក្សាថាតើដូចម្តេចដែលហៅថា module នៃចំនួន complex ហ្នឹងណាបាទអូខេអញ្ចឹងណាថាតើ module នៃចំនួន complex បានមកពីណាអញ្ចឹងណាបាទហើយនឹងចំណុចទី2យើងនឹងសិក្សាទៅលើរបៀបរក module នៃចំនួន complex ណាបាទថាតើដើម្បីរក module នៃចំនួន complex យើងត្រូវធ្វើដូចម្តេចអញ្ចឹងណាបាទអញ្ចឹងដើម្បីឲ្យបងប្អូនយល់ module នៃចំនួន complex នឹងបានច្បាស់សូមបងប្អូនទស្សនាវីដេអូនេះពីដើមដល់ចប់ណាបាទអូខេតោះឥឡូវយើងមកសិក្សាទាំងអស់គ្នាណាបាទឥឡូវយើងមានដំបូងយើងមានប្លង់ complex XOE ក្រិចណាបាទអញ្ចឹងប្លង់ complex របស់យើងគឺប្លង់បែបនេះយើងបានសិក្សានៅក្នុងចំណុចទី10រួចហើយណាបាទអញ្ចឹងបើសិនជាបងប្អូនមិនទាន់បានសិក្សាបាទបងប្អូនអាចទៅសិក្សានៅបាទចំណុចទី10បានណាបាទគឺសិក្សាទៅលើប្លង់ complex នោះណាបាទអូខេអញ្ចឹងប្លង់នេះគឺជាប្លង់ complex ហើយណាបាទបន្ទាប់មកយើងមានចំនួន complex set ស្មើ A បូក BE ហើយបន្ទាប់មកយើងតាំងចំនួន complex set នៅក្នុងប្លង់ complex ហ្នឹងគឺយើងតាំងដោយចំណុច M បាទមាន coordinate AB បែបនេះណាបាទអញ្ចឹងគេថាចំណុច M ហ្នឹងគឺជាចំណុចរូបភាពនៃចំនួន complex set ហ្នឹងឯងណាបាទអញ្ចឹងយើងដាក់ A ដោយសារតែ A ជាផ្នែកពិតយើងដាក់នៅលើអនៃផ្នែកពិតបាទអផ្នែកពិតគឺអ x'(OX) នេះបាទហើយបន្ទាប់មកយើងដាក់ B នៅលើអនៃផ្នែកនិមិត្តបាទអញ្ចឹងអនៃផ្នែកនិមិត្តគឺអ y'(OY) នេះណាបាទអូខេអញ្ចឹងយើងភ្ជួរវាមកបាទយើងបានចំណុចមួយបាទគឺចំណុច M ដែលជាចំណុចរូបភាពនៃចំនួន complex set ហ្នឹងណាបាទបន្ទាប់មកយើងភ្ជួរពី O ទៅ M បាទអញ្ចឹងយើងបាន provide OM មួយណាអញ្ចឹង provide OM នឹងហើយណាដែលគេហៅថា module នៃចំនួន complex ណាបាទអូខេនេះអញ្ចឹងចម្ងាយ OM ហ្នឹងគេហៅថា module នៃចំនួន complex ហើយ module នៃចំនួន complex គេអាចតាំងដោយតម្លៃដែលខាតនៃ set បែបនេះបាទឬក៏តាំងដោយ air ក៏បានដែរណាបាទអូខេអញ្ចឹងបងប្អូនទៅចងចាំណាបាទចម្ងាយពី O ទៅ M ហ្នឹងគេឲ្យឈ្មោះថា module នៃចំនួន complex ហើយចម្ងាយពី O ទៅ M យើងអាចដាក់ស្មើតម្លៃដែលខាត់នៃ set ឬក៏ស្មើនៃ air មែនទេបាទបន្ទាប់មកទៀតយើងអាចរកបានណាបាទបងប្អូនអាចរកបានចម្ងាយពី O ទៅ M ហ្នឹងទេណាបាទអញ្ចឹងដើម្បីរកចម្ងាយពី O ទៅ M ហ្នឹងបាទបងប្អូនត្រូវធ្វើដូចម្ដេចណាបាទអញ្ចឹងដើម្បីរកចម្ងាយពី O ទៅ M យើងមាន2វិធីក្នុងការរកណាទី1បងប្អូនអាចប្រើត្រីកោណកែងឬក៏យើងប្រើទ្រឹស្ដីបត់ពីតកឺណាបាទយើងអាចរកឃើញអឺចម្ងាយ OM ហ្នឹងបាទហ្នឹងចំណុចទី1ចំណុចទី2យើងអាចប្រើរូបមន្តចម្ងាយពីចំណុចទៅគោល O បាទឥឡូវខ្ញុំអត់រកតាមពីតកឺទេខ្ញុំប្រើរូបមន្តចម្ងាយពីចំណុច M មកគោល O ណាបាទអញ្ចឹង OM ហ្នឹងគឺវាស្មើតម្លៃដែលខាតនៃ set ឬក៏ស្មើ module នៃ set បាទឬក៏ស្មើ air បាទគឺស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េណាបាទដែល a ហ្នឹងគឺជាផ្នែកពិតយកចេញពីចំនួន complex set នេះបាទ b ដូចគ្នាដែរផ្នែកនិមិត្តយកចេញពីចំនួន complex set ហ្នឹងណាបាទនេះហើយគឺជារបៀបក្នុងការរក module នៃចំនួន complex ណាអញ្ចឹងយើងចង់រក module នៃចំនួន complex គឺយើងរកតាមរូបមន្តឬការ៉េនៃ a ការ៉េបូក b ការ៉េណាបាទគឺការ៉េនៃផ្នែកពិតបូកការ៉េនៃផ្នែកនិមិត្តណាហើយមួយទៀតយើងបានស្រាយថាតើដូចម្តេចហៅថា module នៃចំនួន complex ហ្នឹងហើយណាបាទអញ្ចឹងចម្ងាយពី O ទៅ M នេះបាទគេហៅថា module នៃចំនួន complex ហើយរបៀបរក module នៃចំនួន complex គឺរកតាមរូបមន្តខាងក្រោមនេះណាបាទអូខេបន្តមកទៀតយើងទៅមើលលក្ខណៈនៃmodule នៃចំនួន complex ហ្នឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចទាក់ទង module នៃចំនួន complex ហ្នឹងគឺវាដូចតែនឹងយើងហៅថាតម្លៃដាច់ខាតក៏បានដែរបាទតម្លៃដាច់ខាតនៃចំនួន complex ក៏បានឬក៏យើងហៅថា module នៃចំនួន complex ក៏បានដែរប៉ុន្តែយើងហៅឲ្យត្រូវបច្ចេកទេសគឺយើងហៅថា module នៃចំនួន complex ណាអញ្ចឹងតម្លៃដាច់ខាតហើយនិង module ហ្នឹងគឺដូចតែគ្នាទេបាទគ្រាន់តែថានៅក្នុងកសោមពេជ្រគណិតយើងហៅថាតម្លៃដាច់ខាតអញ្ចឹងណាដល់ពេលនៅក្នុង complex យើងហៅថា module ណាបាទប៉ុន្តែលក្ខណៈវាដូចគ្នាទេបាទអូខេអញ្ចឹងកុំឲ្យថាយើងនៅថ្នាក់ក្រោមយើងរៀនតម្លៃដាច់ខាតណាដល់ថ្នាក់លើក៏នៅតែតម្លៃដាច់ខាតអញ្ចឹងណាអញ្ចឹងគេដូរឲ្យប្លែកបន្តិចគេដាក់ថាmodule អញ្ចឹងទៅបាទអូខេតោះឥឡូវយើងមើល
លក្ខណៈទី1បើសិនជា set ស្មើ a បូក b e នោះយើងបាន model នៃចំនួន complex set បាទគឺស្មើ a ហ្នឹងគឺស្មើនឹង a ការ៉េបូក b ការ៉េបាទខ្ញុំបានបញ្ជាក់ពីខាងលើមិញហើយបាទខ្ញុំបានបកស្រាយមិញហើយណាបាទលក្ខណៈមួយទៀតគឺ model នៃ set ស្មើ a ហ្នឹងគឺធំជាងឬស្មើ0ណាអញ្ចឹងបងប្អូនដឹងហើយតម្លៃដាច់ខាតរបស់យើងគឺត្រូវតែមានតម្លៃបើវិជ្ជមានឬក៏វាស្មើ0ណាបាទត្រូវតែធំជាងឬស្មើ0มันអាចទូចជាង0បានទេបាទមួយទៀតset គុណ set បានហ្នឹងគឺស្មើ model នៃ set លើកជាការ៉េណាបាទលក្ខណៈមួយទៀតគឺ model នៃ set ស្មើ0អញ្ចឹងយើងទាញបាន set ស្មើ0បាទអញ្ចឹងលក្ខណៈនេះដូចតែលក្ខណៈតម្លៃដាច់ខាតនៃ x អញ្ចឹងបាទតម្លៃដាច់ខាតនៃ x ស្មើ0យើងទាញបាន x ស្មើ0ដូចគ្នាណាបាទលក្ខណៈមួយទៀតគឺ model នៃ set ស្មើ model នៃ set bar បាទស្មើ model នៃដក set បាទគឺស្មើនឹង model នៃដក set bar ណាបាទគឺស្មើគ្នាទាំងអស់ណាបាទដោយសារតែលើកជាការ៉េអញ្ចឹងវាត្រូវតែស្មើគ្នាណាបាទអូខេមួយទៀតmodel នៃ set អងគុណshader គឺស្មើនឹង model នៃ set អងគុណនឹង model នៃ shader ណាបាទអញ្ចឹងផលគុណយើងអាចផ្ដាច់វាបានឃើញទេបាទបងប្អូនសង្កេតឃើញណាបាទមួយទៀតmodel នៃ set ស្វ័យគុណ n បាទយើងអាចនិយាយថា model នៃ set ឲ្យដាក់ស្វ័យគុណ n ខាងក្រៅចេះបានណាបាទ n យករបស់ n ណាបាទ n យើងយកជាចំនួនគាត់ណាបាទអូខេអញ្ចឹងបងប្អូនស្គាល់ណាបាទនេះ n របស់ n នេះបាទហើយ model នៃ set ស្វ័យគុណ n នេះបាទគឺស្មើ model នៃ set ដាក់ស្វ័យគុណ n បែបនេះបានណាអញ្ចឹង n នេះយើងអាចដាក់មកខាងក្រៅ model បានអូខេអញ្ចឹងលក្ខណៈបន្តទៀតគឺ model នៃ set អងបាទនៅលើ shader អញ្ចឹងចំពោះផលចែកក៏ដូចជាផលគុណដែរយើងផ្ដាច់គ្នាបានចេះណាបាទស្មើ model នៃ set អងនៅលើ model នៃ shader ណាបាទបន្តមកទៀតលក្ខណៈនៃ model set អងបូក shader បាទអញ្ចឹង model នៃ set អងបូក shader បាទតូចជាងឬក៏ស្មើ model នៃ set អងបូក model នៃ shader ណាបាទអានេះគេឲ្យឈ្មោះថាលក្ខណៈវិសមភាពនៃត្រីកោណណាបាទវាស្តៀងគ្នាអញ្ចឹងណាបាទហើយលក្ខណៈមួយទៀតបាទ model នៃ set បាទគឺយើងអាចសេបានថាmodel នៃ a បូក be បែបនេះណាបាទយើងដាក់បែបហ្នឹងបាទគឺស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េណាបាទជួនកាលទៅគេដាក់ a ទៅជួនកាលគេដាក់តម្លៃដាច់ខាតនៃ set ជួនកាលគេដាក់តម្លៃដាច់ខាតនៃ a បូក be អញ្ចឹងទៅតែយើងអានថា model នៃអឺចំនួន complex a បូក be អញ្ចឹងទៅណាបាទវាស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េដូចគ្នាទេណាបាទអូខេអញ្ចឹងលក្ខណៈទាំងអស់ហ្នឹងបងប្អូនត្រូវចងចាំណាព្រោះយើងប្រើលក្ខណៈទាំងអស់ហ្នឹងនៅក្នុងការដោះស្រាយរក model នៃចំនួន complex ណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនទៅមើលលំហាត់គំរូដែលយើងត្រូវយកមកសិក្សាណាបាទនៅក្នុងការរក model នៃចំនួន complex ហ្នឹងណាបាទអញ្ចឹងលំហាត់របស់យើងគឺមានច្រើនណាបាទអញ្ចឹងបងប្អូនបាទមើលតាមហ្នឹងទៅបាទលំហាត់ទី1គឺ set ស្មើ3បូក 4e លំហាត់ទី2 set ស្មើដក5ដក 12e លំហាត់ទី3 set ស្មើដក 7e បាទលំហាត់ទី4 set ស្មើដកឬ3នៅលើ2បូក1លើ 2e បាទលំហាត់ទី5 set ស្មើ2025បាទលំហាត់ទី6 set ស្មើ3បូក e ឬ3បាទលំហាត់ទី7 set ស្មើកតា3ដក 4e កតា5ដក 12e នៅលើដក7ដក10ដក 24e បាទលំហាត់ទី8 set ស្មើ e សេគុណ2025លំហាត់ទី9 set ស្មើឬ3ដក e ឬ3សេគុណ50មែនទេបាទលំហាត់ទី10 set ស្មើឬការ៉េនៃ2ដកឬ3បូក e ឬការ៉េនៃ2បូកឬ3ណាហើយនឹងលំហាត់ទី11 set ស្មើ1បូកក alpha បូក e sin alpha ដែល alpha របស់យើងនៅចន្លោះពី pi លើ2ទៅ pi ណាបាទអញ្ចឹងមានន័យថា alpha យើងស្ថិតនៅក្នុងកាត់ត្រង់ទី2ណាបាទអូខេតោះឥឡូវយើងទៅមើលដំណោះស្រាយទាំងអស់គ្នាអញ្ចឹងណាបាទអូខេហើយសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel របស់ខ្ញុំបាទបងប្អូនអាច Subscribe បានណាហើយបើបងប្អូនចង់បានវីដេអូរបស់ខ្ញុំថ្មីមុនគេបងប្អូនចុចរូបកណ្ដឹងបាទហើយបើបងប្អូនយល់ថាវីដេអូនេះល្អបើវាសំខាន់បងប្អូនជួយចែកវីដេអូនេះទៅមិត្តភ័ក្តិរបស់បងប្អូនឲ្យគាត់បានសិក្សាផងណាដើម្បីយើងត្រៀមប្រឡងបាក់ឌុបនៅពេលខាងមុខនេះណាបាទអូខេតោះឥឡូវយើងមើលលំហាត់ទី1បាទលំហាត់ទី1របស់យើងគឺset ស្មើ3បូក 4e ណាបាទ3បូក 4e អញ្ចឹងបងប្អូនមើល a ស្មើប៉ុន្មាន b ស្មើប៉ុន្មានណាបាទអញ្ចឹង a ស្មើ3បាទ b ស្មើ4ណាអញ្ចឹងរូបមន្តរក model យើងដឹងហើយគឺ a ស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េណាបាទអញ្ចឹង a យើងស្មើ3បងប្អូនជួប3ចូលមក b ស្មើ4បងប្អូនជួប4ចូលមកណាបាទអញ្ចឹងវាស្មើឬការ៉េនៃ3ការ៉េបូក4ការ៉េបាទ3ការ៉េបងប្អូនគិតមកប៉ុន្មានបាទ3ការ៉េ3គុណ8បាទ4ការ៉េ4គុណ4បាទបងប្អូនគុណទៅបាទបែបនេះមែនទេបាទអញ្ចឹង9បូក16បាន25បងប្អូនបញ្ចេញពីរឹសមក25វាមានការ៉េប្រកបរបស់វាមែនទេបើយើងចេញពីរឹសមកបាន5អូខេអញ្ចឹងយើងឃើញថា model នៃចំនួន complex set ហ្នឹងគឺ a ស្មើនឹង5ណាបាទវាស្មើ5ឯកតាចម្ងាយពី o ទៅ m ណាបាទអូខេអញ្ចឹងលំហាត់ទី2ទៀតគឺ set ស្មើដក5ដក 12e ណាអញ្ចឹង a ស្មើប៉ុន្មានបងប្អូនរក a មក a ស្មើដក5 b ស្មើដក12ណា
បាទផ្នែកពិតផ្នែកនិមិត្តហ្នឹងបើចឹងតាមរូបមន្ត model A ស្មើឬការ៉េនៃ A ការ៉េបូក B ការ៉េបងចុះ A ស្មើដក5ហើយ B ស្មើដក12ចូលមកបាទអូខេយើងបានប៉ុណ្នេះមែនទេអូខេអញ្ចឹងបងគិតទៅដក5ការ៉េស្មើ5ការ៉េ25មែនទេបាទដក12ការ៉េស្មើ12ការ៉េដែរដោយសារនេះសន្និគូណាគោលអវិជ្ជមានវាចេញវិជ្ជមានណាបាទ5ការ៉េ25 12ការ៉េ144បាទបងបូកចូលគ្នាទៅចេញប៉ុន្មានបាទ169មែនទេ169វាស្មើ13ការ៉េបាទការ៉េប្រកបរបស់វាមិនចឹងបាទអញ្ចឹងយើងចេញពីរឿងមកបាន13ណាអញ្ចឹងយើងឃើញថាចំនួន complex set ស្មើដក5ដក12អីនេះ model របស់វាគឺស្មើ13បានន័យថាចម្ងាយពី call O ទៅចំណុច M គឺស្មើ13ឯកតាណាបាទរៀងវែងដែរណាបាទវែងជាងលំហាត់ទី1ណាលំហាត់ទី1តែ5ទេចម្ងាយពី O ទៅ M ដែលជា model ហ្នឹងបាទលំហាត់ទី3បន្តទៀតបាទset ស្មើដក 7e បាទអញ្ចឹង A ស្មើប៉ុន្មាន A0 B ស្មើដក7ណាបាទអញ្ចឹង set ស្មើដក 7e យើងអាចសរសេរថា0ដក 7e មែនទេបាទអញ្ចឹងតាមរូបមន្តរបស់យើង model A ស្មើឬ A ការ៉េបូក B ការ៉េបាទ A0 ចុះ0 B ដក7បាទអញ្ចឹង0ការ៉េ0ណាបាទអញ្ចឹងវានៅសល់តែរឹសដក7ការ៉េហើយរឹសដក7ការ៉េគឺស្មើ7ការ៉េណាបាទអញ្ចឹងបងប្អូនដឹងហើយដក7ការ៉េគឺស្មើ7ការ៉េដោយសារនិតសន្នគូបានវាស្មើគ្នាអញ្ចឹងណាបាទអញ្ចឹងការ៉េសម្រួលមេរ៉ាឌីកាល់មកបាទយើងបាន7អូខេអញ្ចឹង model នៃចំនួន complex set ហ្នឹងគឺស្មើ7មានន័យថាចម្ងាយពី O ទៅ M ដូចដែលខ្ញុំបានបង្ហាញរូបភាពនៅក្នុងប្លង់ complex មិញអញ្ចឹងណាបាទស្មើ7ឯកតាណាអញ្ចឹងលំហាត់ទី4របស់យើង set ស្មើដកឬ3លើ2បូក1លើ 2e អូខេអញ្ចឹង a របស់យើងស្មើដកឬ3លើ2 b ស្មើ1លើ2មែនទេអញ្ចឹងតាមរូបមន្ត a ស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េបាទស្មើឬការ៉េនៃដកឬ3លើ2ការ៉េបូក1លើ2ការ៉េណាបាទអញ្ចឹងយើងឃើញថាគោលវិជ្ជមាននៃសន្នគូអញ្ចឹងវាចេញវិជ្ជមានណាបាទអញ្ចឹងយើងគិតមកឬ3ការ៉េបាន3បាទ2ការ៉េ4បាទខាងនេះដូចគ្នាដែរ1ការ៉េ1បាទ2ការ៉េ4ណាអូខេអញ្ចឹងភាគបែងដូចគ្នាយើងបូកទៅភាគយកមក3បូក1 4បាទ4នៅលើ4ស្មើ1មែនទេចេញពីរឹសក៏បាន1ដែរអូខេអញ្ចឹងយើងឃើញថាចំនួន complex set នេះមាន model ខ្លីណាបាទពី O ទៅ M ស្មើ1ឯកតាណាបាទ A ហ្នឹងណាបាទលំហាត់ទី5បន្តទៀត set ស្មើ2025ជាចំនួនថេរហើយណាបាទអញ្ចឹងកាលណាយើងរក model របស់វានៅតែ2025អញ្ចឹងណាបាទអូខេអញ្ចឹង A ស្មើ2025 B ស្មើ0ណាយើងអាចសរសេរថា set ហ្នឹងស្មើ2025បូក 0e បាទអញ្ចឹង A ស្មើ2025 B ស្មើ0ណាបាទផ្នែកនិមិត្តហ្នឹងបើអញ្ចឹងតាមរូបមន្តបាទអូខេបងធ្វើតាមរូបមន្តអញ្ចឹងទៅបាទអូខេអញ្ចឹងឃើញទេបាទអញ្ចឹង2025ការ៉េបូក0ការ៉េ0ការ៉េ0នេះហើយរឹស2025ការ៉េបាទយើងសម្រួលការ៉េមួយរ៉ាឌីកាល់បាន2025មែនទេបាទឬក៏យើងរក model នៃ set ស្មើ2025យើងដាក់ទៅបាទតម្លៃដែលខាត់នៃ2025ដដែលណាបាទក៏បានដែរអូខេអញ្ចឹងយើងទៅលំហាត់ទី6បន្តទៀតណាបាទបងប្អូនយល់បានណាមែនទេបាទ set ស្មើ3បូក e ឬ3អញ្ចឹង a ស្មើ3 b ស្មើឬ3ណាបាទe ឬ3ហ្នឹងជួនកាលគេអាចដាក់ e នៅខាងមុខផ្នែកនិមិត្តហ្នឹងណាអាចដាក់ e ខាងមុខក៏បានដាក់ e ខាងក្រោយក៏បានដែរណាយើងអាចដាក់ថាឬ 3e ក៏បានដែរបាទអត់បញ្ហាទេកន្លែងហ្នឹងណាបាទអូខេអញ្ចឹងតាមរូបមន្តរបស់យើង model A ស្មើឬការ៉េនៃ A ការ៉េបូក B ការ៉េបាទអញ្ចឹងកូនចុះ A B ចូលមកបាទនេះឃើញទេបាទ3ការ៉េ9ឬ3ការ៉េបាន3មែនទេបាទ9បូក3បាន12 12បងអូនចេញពីរឹសមកបានប្រមាណបាទ12 4គុណ8 4ចេញពីរឹសបាន2នៅសល់3ទេណាបាទក្នុងរឹសអញ្ចឹងបាន2ឬ3បាទនេះហើយគឺ model នៃចំនួន complex set ហ្នឹងណាបាទអូខេអញ្ចឹងបងយល់បានណាអញ្ចឹងខ្ញុំស្រូតបន្តិចទៅបាទលំហាត់ទី7របស់យើង set ស្មើបាទ314e បាទកតាបាទ5ដក 12e នៅលើដក7ដក 24e អូខេអញ្ចឹងមកដល់លំហាត់នេះបាទបងប្អូនមានវិធីសាស្ត្រក្នុងការគណនារក model ហ្នឹងណាបាទអញ្ចឹងតាមដែលបងប្អូនគិតគឺទី1បងប្អូនគិតយ៉ាងម៉េចដើម្បីរក model នៃចំនួន complex set ហ្នឹងណាឥឡូវគ្រូតើបងប្អូនគិតបន្តិចមើលណាបាទអញ្ចឹងលោកគ្រូគិតថាបងប្អូនពេលខ្លះបាទបងប្អូនអាចគុណពលាតវាមែនទេបាទគុណពលាតវាហើយគណនាផលចែកនៃចំនួន complex ទើបរក model នៃចំនួន complex បាទបងប្អូនរកបែបនោះក៏បានដែរណាបាទឬក៏បងប្អូនរកតាមលក្ខណៈ model បាននៃផលគុណផលចែកមិញណាក៏បានដែរអញ្ចឹងខ្ញុំអត់ធ្វើតាមអឺរបៀបដែលខ្ញុំប្រាប់មុនគឺយើងគុណពលាតហើយយើងចែកណាចំនួន complex ហ្នឹងហើយបានយើងរក model នោះទេបាទខ្ញុំប្រើលក្ខណៈmodel នៃចំនួន complex យកតែម្ដងណាបាទអញ្ចឹងយើងបានបាទ A គឺស្មើ
model ណាបាទយើងដាក់ model អញ្ចឹងតែម្ដងទៅបាទយើងដឹងថា air យើងគឺវាស្មើ model នៃ z មិនអញ្ចឹងហ៎បាទ model នៃ z ហ្នឹង air ឬក៏ model នៃ z ហ្នឹងស្មើ air នោះបាទដូចគ្នាអញ្ចឹងបាទបងប្អូនដាក់អញ្ចឹងមកអញ្ចឹងអានេះយើងឃើញថាកន្សោមនេះជាកន្សោមផលចែកមែនទេបាទ set អងចែក setder បាទ model នៃ set អងចែក setder អញ្ចឹងវាស្មើ model នៃ set អងនៅលើ model នៃ setder យើងផ្ដាច់ model នឹងចេញពីគ្នាមែនទេតែចំពោះភាគយកនេះគឺជាកន្សោមផលគុណអញ្ចឹងផលគុណក៏យើងអាចផ្ដាច់ model នឹងបានដូចគ្នាមែនទេបាទយើងផ្ដាច់អញ្ចឹងមកអូខេអញ្ចឹងដូចដែលខ្ញុំបានបង្ហាញនៅក្នុងលក្ខណៈនៃ model ហើយណាបាទ model នៃ a បូក be វាស្មើនឹងឫសការ៉េនៃ a ការ៉េបូក b ការ៉េណាដែល a ស្មើ3 3ដក4ណាបាទចំនួន complex យើង3ដក 4e នេះបាទចំនួន complex ខាងនេះ5ដក12 e បានន័យថា a ស្មើ5 b ស្មើដក12បាទចំនួន complex នៅភាគបែកនេះ a ស្មើដក7 b ស្មើដក24មែនទេអញ្ចឹងតាមរូបមន្តវាស្មើឫសការ៉េបាទស្មើឫសការ៉េនៃ a ការ៉េបូក b ការ៉េអញ្ចឹងណាបាទអូខេអញ្ចឹងបងជួស a b ទៅតាមចំនួន complex មួយហ្នឹងមកនេះឃើញទេបាទនេះ3ការ៉េបាទបូកជាមួយ14ការ៉េ a ការ៉េបូក b ការ៉េខាងនេះដូចគ្នាដែរ5ការ៉េបូកដល់12ការ៉េបាទភាគបែនដូចគ្នាដែរណាបើចឹងបងប្អូនគិតមក3ការ៉េប៉ុន្មាន4ការ៉េប៉ុន្មាន5ការ៉េប៉ុន្មាន12ការ៉េប៉ុន្មាន7ការ៉េប៉ុន្មានដក24ការ៉េហ្នឹងប្រហែលណាបាទបងប្អូនគិតតាមហ្នឹងមកអូខេឃើញទេបាទបានប៉ុណ្ណឹងចឹងបងប្អូនបូកចូលគ្នាមក9បូក16 25បូក144 49បូក576បាទបងប្អូនបូកចូលគ្នាមកហើយចាំបងប្អូនបញ្ចេញពីរឹសមិនចឹងណាអូខេអញ្ចឹង25បងចេញពីរឹសបាន5មែនទេបាទ169យើងចេញពីរឹសបាន13 625យើងចេញពីរឹសបាន25មិនចឹងអូខេអញ្ចឹង25និង5យើងសម្រួលមកបាទអញ្ចឹងភាគយកសល់13ភាគបាយសល់5អញ្ចឹងយើងឃើញ model នៃចំនួន complex set នឹងដោយងាយបាទណាបងប្អូនឃើញទេបាទបងធ្វើតាមខ្ញុំនឹងក៏បានបាទបងអាចគុណហើយធ្វើការគណនាផលចាយហើយចាំរក model ក៏បានដែរណាបើចម្លើយអត់ខុសគ្នាទេណាបាទអូខេអញ្ចឹងយើងទៅលំហាត់បន្ទាប់ទៀតបាទលំហាត់ទី8បើ set ស្មើ a សីគុណ2025បាទអញ្ចឹងបាទបងធ្វើតាមលក្ខណៈ model អាស្វ័យគុណមិញដែលខ្ញុំប្រាប់ណាបាទនេះអញ្ចឹងយើងបាន a គឺស្មើ model នៃ a សីគុណ2025អញ្ចឹងអាស្វ័យគុណ2025យើងដាក់មកខាងក្រៅអឺ model ហ្នឹងមកណាដាក់មកខាងក្រៅអញ្ចឹងមកយើងទុកតែ model នៃ e បានហើយអញ្ចឹង e នេះយើងអាចសរសេរជាទម្រង់ពេជ្រគណិត a បូក be ចឹងបាទអាចសរសេរថា0បូក e e នេះវាគុណ1ណាបានន័យថា a ស្មើ0 b ស្មើ1អញ្ចឹងយើងគណនាមក model នៃ e គឺស្មើឬ0ការ៉េបូក1ការ៉េបាទ0ការ៉េស្មើ0 1ការ៉េស្មើ1អញ្ចឹងឬ1បាន1ហ្នឹងមែនទេបាទអញ្ចឹងយើងបាន1សីគុណ2025អញ្ចឹង1 2000ប្រមាណសីគុណប្រមាណក៏នៅតែ1ដែរណាបាទបងប្អូនដឹងហើយកន្លែងហ្នឹងមែនទេឃើញទេបាទអញ្ចឹងយើងរកឃើញបាទ model នៃចំនួន complex set នឹងបានដោយងាយចឹងណាបាទបងប្អូនប្រើលក្ខណៈហ្នឹងមកណាបាទពេលដែលបងប្អូនជួបលំហាត់តាក់ទងស្វ័យគុណអញ្ចឹងណាបាទអូខេអញ្ចឹងបងប្អូនយល់បានណាហើយបើបងប្អូនមិនធ្វើតាមហ្នឹងទេបាទបងប្អូនអាចធ្វើតាមគណនា e សីគុណ2025ឲ្យឃើញមកហើយចាំបងប្អូនរក model វាតាមក្រោយក៏បានដែរបាទចម្លើយអត់ខុសគ្នាទេណាបាទអូខេអញ្ចឹងយើងទៅលំហាត់ទី9បន្តទៀតបាទគឺ set ស្មើឬ3ដក e ឬ3សីគុណ50បាទអញ្ចឹងយើងទៅរកដូចតែលំហាត់ទី8អញ្ចឹងណាបាទអញ្ចឹងយើងបាន a គឺស្មើ model នៃឬ3បាទដក e ឬ3សីគុណ50អញ្ចឹងសីគុណ50យើងដាក់មកក្រៅណាបាទដាក់មកក្រៅបែបនេះមកឃើញទេបាទអញ្ចឹងយើងឃើញថា a ស្មើឬ3 b យើងដកឬ3អញ្ចឹង model របស់វាគឺស្មើ a ការ៉េ b ការ៉េនោះដែលយើងស្រូបរៀននោះបាទនេះឃើញទេយើងបានឬ3ការ៉េបូកជាមួយដកឬ3ការ៉េការ៉េសម្រួលមួយ radical បាទបាន3អានេះដកឬ3ការ៉េនេះក៏ដូចតាឬ3ការ៉េដែរបាទយើងគេនេះទៅបាន3ណាបាទអញ្ចឹងបាន3បូក3បាទស្វ័យគុណ50យើងទុកសិនណាបាទអញ្ចឹងបានឬ6ស្វ័យគុណ50បាទអញ្ចឹងបងប្អូនគេនេះឬ6ស្វ័យគុណ50មកដោយសារតើឬការ៉េអញ្ចឹងយើងយក50ចែក2ទៅបាទយើងបាន6ស្វ័យគុណ50ចែក2ហើយ50ចែកជា2បានប៉ុន្មានបាទបងប្អូនដឹងហើយ25មែនទេបាទអញ្ចឹងយើងឃើញថា model នៃចំនួន complex set របស់យើងគឺស្មើ6សីគុណ25បាទអញ្ចឹងស្វ័យគុណនេះធំណាបាទបងប្អូនមិនបាច់គណនាទេទុកជាស្វ័យគុណអញ្ចឹងហ្មងទៅណាបាទអញ្ចឹងការគណនាណាបាទ model នៃចំនួន complex តាក់ទងស្វ័យគុណបាទបងប្អូនអាចគណនាបានទោះបីស្វ័យគុណប្រមាណក៏ដោយគឺបងប្អូនអាចគណនាបានដែរបាទធ្វើតាមដូចតែខ្ញុំបង្ហាញអញ្ចឹងណាបាទគឺយើងប្រើលក្ខណៈស្វ័យគុណmodel នៃចំនួន complex ណាបាទយើងដាក់ស្វ័យគុណមកខាងក្រៅអញ្ចឹងមកហើយគណនា model វាឃើញហើយយើងកាត់ស្វ័យគុណតាមក្រោយទៅបាទយើងអាចរក model នៃចំនួន complex នឹងបានណាបាទកុំថាឡើយស្វ័យគុណ50មែនទេបាទស្វ័យគុណធំជាងហ្នឹងក៏យើងអាចគណនាបានដូចគ្នាដែរណាបាទធ្វើតាមខ្ញុំបង្ហាញហ្នឹងមកណាបាទនេះគ្រាន់តែជាគន្លឹះណាមួយទេបាទបងប្អូនមានកលឹះរកផ្សេងទៀតក៏បានដែរណាបាទ
អូខេណាអញ្ចឹងខ្ញុំឃើញបងប្អូនខ្លះខមមិននៅក្នុងវីដេអូរបស់ខ្ញុំគាត់មានវិធីសាស្ត្រល្អៗណាក្នុងការរកចម្លើយនៃលំហាត់មួយគាត់ថាពេលខ្លះគាត់ធ្វើតែ2បន្ទាត់អញ្ចឹងគាត់ឃើញចម្លើយណាបាទហ្នឹងហើយលោកគ្រូក៏សូមសរសើរដែរណាដែលបងប្អូនចេះរកវិធីដោះស្រាយបានល្អខ្លីលឿនអញ្ចឹងណាបាទអញ្ចឹងនៅក្នុងការដោះស្រាយលំហាត់គេធ្វើយ៉ាងណាឲ្យយើងគិតបានលឿនណាបាទគិតបានលឿន បាទមានវិធីសាស្ត្រខ្លីៗលឿនហើយយល់យើងអាចធ្វើបានលឿនហ្នឹងគឺល្អហើយណាបាទអូខេណាតោះអញ្ចឹងយើងទៅលំហាត់បន្តទៀតណាបាទលំហាត់ទី10របស់យើងគឺសេតស្មើឬការ៉េនៃបាទ2ដកឬ3បាទបូក e ឬការ៉េនៃ2បូកឬ3អញ្ចឹង a របស់យើងគឺរឹសនេះរឹសខាងមុខនេះ b យើងរឹសខាងក្រោយនេះមែនទេបាទអូខេអញ្ចឹងយើងស្គាល់ a ស្គាល់ b ហើយអញ្ចឹងយើងដាក់រូបមន្ត model យើងមកបាទហើយបងអូនចុះ a b នឹងចូលមកណាបាទ មែនទេអត់មានអីពិបាកទេបងប្អូនចង់រក model នៃចំនួន complex ណាហើយក្នុងការរក model នៃចំនួន complex នេះបាទខ្ញុំសូមបញ្ជាក់បន្តិចណាបាទគឺវាមានប្រយោជន៍នៅក្នុងការអឺរកអឺគេឲ្យយើងសរសេរណាក្នុងការមានប្រយោជន៍នៅក្នុងការសរសេរចំនួន complex ហ្នឹងគឺជាទម្រង់ត្រីកោណមាត្រណាបាទអញ្ចឹងដើម្បីសរសេរចំនួន complex មួយទៅទម្រង់ត្រីកោណមាត្រអញ្ចឹងបងប្អូនត្រូវរក model ហ្នឹងណាបាទត្រូវចេះរក model ហ្នឹងហើយណាបាទអូខេហ្នឹងជាចំណុចមួយណាបាទចំណុចមួយទៀតយើងទៅរកអាគុយម៉ង់អញ្ចឹងទៅណាបាទចឹងអាគុយម៉ង់យើងនឹងសិក្សានៅចំណុចក្រោយណាបាទយើងសិក្សានៅចំណុចបន្ទាប់ពី model ហ្នឹងណាបាទអញ្ចឹងសូមបងប្អូនរងចាំតាមដានទស្សនាទាំងអស់គ្នាណាបាទអញ្ចឹងយើងធ្វើបន្តទៀតមកអញ្ចឹងការ៉េសម្រួលមួយរឹសនេះមកបាទនេះអញ្ចឹងវានៅសល់2ដកឬ3ណាការ៉េនេះសម្រួលមួយរឹសបាទយើងបាន2បូកឬ3មិនអញ្ចឹងណាបាទអូខេអញ្ចឹងយើងឃើញថាដកឬ3បូកឬ3ដាច់បាត់ហើយមែនទេបាទនៅសល់2បូក2 4បាទឬ4បងប្អូនចេញមកបាន2បងប្អូនឃើញទេបាទងាយមែនតើណាក្នុងការរក model ហ្នឹងណាបាទឃើញស្រេចណាបាទអូខេអញ្ចឹងយើងទៅលំហាត់បន្តទៀតបាទលំហាត់ទី11របស់យើងនេះគឺសេតស្មើ1បូកកុសអាល់ហ្វាបូក e ស៊ីនអាល់ហ្វាដែលអាល់ហ្វារបស់យើងនៅក្នុងកាត្រង់ទី2ណាបាទអូខេអញ្ចឹងយើងមើល a ស្មើអី a យើងគឺ1បូកកុសអាល់ហ្វានឹង a ហើយចំណែក b របស់យើងគឺស៊ីនអាល់ហ្វានេះមែនទេអញ្ចឹងតាមរូបមន្ត model របស់យើង a ស្មើនឹងការ៉េនៃ a ការ៉េបូក b ការ៉េនេះបាទបងអូនចុះ a 1បូកកុសអាល់ហ្វានេះចូលមកហើយ b ស៊ីនអាល់ហ្វានេះចូលមកនេះអូខេយើងបានបែបនេះមិនអញ្ចឹងទេ បាទបន្ទាប់មក1បូកកុសអាល់ហ្វាលើកជាការ៉េនេះយើងពលាតវាដោយប្រើ a បូក b លើកជាការ៉េមកបាទបងប្អូនចេះហើយរូបមន្តហ្នឹងបាទស៊ីនអាល់ហ្វាការ៉េនេះបាទយើងដាក់ស៊ីនការ៉េអាល់ហ្វាមកបាទអូខេអញ្ចឹងយើងបានពលាតវាមកបាទយើងបាន1បូក2កុសអាល់ហ្វាបូកកុសការ៉េអាល់ហ្វាបូកស៊ីនការ៉េអាល់ហ្វាហើយកុសការ៉េអាល់ហ្វាបូកស៊ីនការ៉េអាល់ហ្វានេះបាទយើងបានសិក្សាហើយរូបមន្តហ្នឹងណាបាទតម្លៃវាស្មើប៉ុន្មានបងប្អូនចាំហ៎បាទស៊ីនការ៉េបូកកុសការ៉េអាល់ហ្វាឬក៏កុសការ៉េបូកស៊ីនការ៉េអាល់ហ្វាហ្នឹងណា បាទគឺតម្លៃវាស្មើ1អូខេណាចឹងបាន1 1បូក1នេះឡើង2មកមែនទេបាទអញ្ចឹង2បូក2កុសណាបាទឬយើងទុកដដែលមកអញ្ចឹងយើងចាប់2ជាកត្តាទៅបាទតួនេះក៏មាន2តួនេះក៏មាន2ចាប់2ជាកត្តាសិនចាំគិតទៀតបាទនេះអូខេណាអញ្ចឹងយើងបាន2កត្តា1បូកកុសអាល់ហ្វាហើយ1បូកកុសអាល់ហ្វាស្មើអីគេបាទអញ្ចឹងរូបមន្តនេះយើងបានសិក្សានៅថ្នាក់ទី11រួចហើយមិនអញ្ចឹងទេបាទអញ្ចឹង1បូកកុសអាល់ហ្វានេះវាស្មើនឹង បាទប៉ុន្មានវាស្មើនឹង2កុសការ៉េអាល់ហ្វាលើក2មែនទេបាទអញ្ចឹង1បូកកុសអាល់ហ្វាស្មើ2កុសការ៉េអាល់ហ្វាលើក2មែនទេបាទយក2គុណ2នេះមកបាទអញ្ចឹងយើងបាន4កុសការ៉េអាល់ហ្វាលើក2អញ្ចឹង4យើងបញ្ចេញពីរឹសមកបាន2កុសការ៉េសម្រួលមានរ៉ាឌីកាល់មកបាទប៉ុន្តែអាល់ហ្វាលើក2យើងអត់ដឹងថាវាវិជ្ជមានឬអវិជ្ជមានទេយើងដាក់វានៅក្នុងបាទតម្លៃដែលខាត់បែបនេះមកណាបាទអូខេដាក់អញ្ចឹងទៅបន្ទាប់មកយើងយកលក្ខខណ្ឌអាល់ហ្វាដែលគេឲ្យនៅក្នុងកាត់ត្រង់ទី2នេះមកសិក្សាណា ប៉ុន្តែកុសរបស់យើងមិនមែនជាកុសអាល់ហ្វាទេគឺកុសអាល់ហ្វាលើ2អញ្ចឹងបងអូនចែកនឹង2គប់ទូហ្នឹងមកបាទយើងបាន π លើ4បូកអាល់ហ្វាលើ2បាទ π លើ2មែនទេបាទចែក2អានេះបាន4នេះចែក2បាន2អានេះចែក2ដូចគ្នាដែរភាគបែក2អញ្ចឹងយើងឃើញថាអាល់ហ្វាលើ2របស់យើងវាស្ថិតនៅក្នុងកាត់ត្រង់ទី1មែនទេបាទនេះអាល់ហ្វាលើ2របស់យើងណាគឺវាស្ថិតនៅចន្លោះពី π លើ4ទៅ π លើ2អញ្ចឹងវាស្ថិតនៅក្នុងកាត់ត្រង់ទី1បើកាត់ត្រង់ទី1យើងដឹងហើយទាំងកុសទាំងស៊ីនគឺមានតម្លៃវិជ្ជមានមែនទេ អញ្ចឹងបើសិនជាកុសអាល់ហ្វាលើ2មានតម្លៃវិជ្ជមានអញ្ចឹងតម្លៃដែលខាតនៃកុសអាល់ហ្វាលើ2ហ្នឹងវាចេញមកស្មើនឹងកុសអាល់ហ្វាលើ2ហើយណាបាទអូខេអញ្ចឹងយើងទាញបានតម្លៃដែលខាតនៃកុសអាល់ហ្វាលើ2ស្មើកុសអាល់ហ្វាលើ2ណាព្រោះកុសអាល់ហ្វាលើ2វាធំជាង0ឬក៏វាវិជ្ជមានណាអញ្ចឹងយើងបាន model នៃចំនួន complex set របស់យើងបាទគឺA របស់យើងស្មើនឹង2បាទកុសអាល់ហ្វាលើ2ណានេះបាទ model នៃចំនួន complex ហ្នឹងណាបាទអូខេ អូខេអញ្ចឹងបន្តមកទៀតយើងទៅមើលលំហាត់ប្រតិបត្តិណាបាទអញ្ចឹងផ្នែកហ្នឹងបងអូនត្រូវអនុវត្តដោយខ្លួនឯងហើយណាបាទ
អញ្ចឹងបងអូនអាចមើលវីដេអូរបស់ខ្ញុំនឹងឡើងវិញទៅដើម្បីបងអូនយល់កាន់តែច្បាស់ឬក៏បងអូនអាចធ្វើលំហាត់នេះបានណាបាទអូខេអញ្ចឹងលំហាត់នេះបងអូនព្យាយាមធ្វើដោយខ្លួនឯងណាបាទបងអូនមានចម្ងល់អីបងអូនអាចសេដាក់ចម្ងល់របស់បងអូននៅក្នុងខមមិនខាងក្រោមណាហើយលោកគ្រូសូមថ្លែងអំណរគុណយ៉ាងច្រើនដែលបងអូនបានចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំនេះតាំងពីដើមដល់ចប់ណាអូខេអញ្ចឹងក្នុងការរក model នៃចំនួន complex បងអូនចងចាំឲ្យរូបមន្តរបស់វាគឺ a ស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េណាហើយ model នៃចំនួន complex គឺជាចម្ងាយបាទពីចំណុច M ទៅគល់ O ណាបាទដែល M ហ្នឹងគឺជារូបភាពនៃចំនួន complex set ណាបាទអូខេហើយលោកគ្រូសង្ឃឹមថាវីដេអូហ្នឹងជួយឲ្យបងអូនណាយល់បានបន្ថែមទៀតទាក់ទងទៅនឹងការសិក្សាទៅលើចំនួន complex ណាបាទជាពិសេសគឺបងអូនស្គាល់ថាអ្វីជា model នៃចំនួន complex ហើយការរក model នៃចំនួន complex យើងប្រើរូបមន្តមួយណាណាបាទអូខេហើយជាចុងក្រោយនេះលោកគ្រូជូនពរបងអូនជោគជ័យក្នុងការសិក្សាហើយនៅចុងឆ្នាំនេះប្រឡងជួបបាក់ឌុបបាននិទេសល្អទាំងអស់គ្នាផងដែរណាបាទអញ្ចឹងចាំជួបខ្ញុំនៅវីដេអូថ្មីល្អៗពេលក្រោយជាបន្តទៀតណាបាទបាយបាយ